ចាជំរាបសួរអពុមីងអរគ្នាកន្លងទៅអពុមីងធ្លាប់តែបានឃើញជាមួយនឹង model tractor ចាប់ពីកម្លាំង55សេះឡើងឥឡូវថ្ងៃនេះមកបង្ហាញជាមួយនឹងរូបរាងក៏ដូចជាប្រសិទ្ធភាពក្នុងការធ្វើការរបស់កម្លាំង50សេះរបស់យើងវិញម្ដងអញ្ចឹងបងដែលគាត់កំពុងតែធ្វើការជាមួយនឹងកម្លាំងត្រឹម50សេះមិនតូចពេកមិនធំពេក50សេះរបស់យើងនេះគឺត្រូវเหมาะតែម្ដង tractor របស់យើងនេះគឺជាប្រភេទប៉ុង2ប៉ុងត្រង់ប៉ុងផ្ដោតលើការងារធ្ងន់ធ្ងរបងអញ្ចឹងបងដែលចូលចិត្តប៉ុង2ប្រភេទប៉ុង heavy duty គឺត្រូវហើយដោយសារប៉ុងនេះធ្វើការធន់នឹងការងារធ្ងន់តែម្ដងឥឡូវខ្ញុំបើកខាងក្នុងនេះឲ្យបងមើលបន្ថែមពាក់ព័ន្ធជាមួយនឹងផ្នែកខាងក្នុងរបស់ tractor របស់យើងចាគឺមានប្រភេទ air ស្ងួតបងជាប្រភេទ air ស្ងួត air 2តង់បងចាតែមានទូនាទីជួយចាប់ស្ទាក់កំទេចបានល្អបងtractor របស់យើងគឺជាប្រភេទ3 piston បងចា3 piston លើពីនេះទៅទៀត tractor របស់យើងគឺប្រើបូម2ចែកដាច់ពីគ្នារវាងបូមចង្កូតនិងបូមលើកដាក់អង្គលអញ្ចឹងការលើកដាក់អង្គលការទូងចង្កូតអីគឺអត់មានតឹងអត់មានទូងទេគឺងាយស្រួលក្នុងការប្រើតែម្ដងវាជួយឲ្យការងាររបស់យើងកាន់តែលឿនកាន់តែរហ័សថែមទៀតអញ្ចឹងណាបងតោះឥឡូវខ្ញុំនាំបងទៅឡើងទៅផ្នែកខាងលើនៃ tractor របស់យើងវិញម្ដងចាយើងឡើងកាំស្ដារហ្នឹងហើយកន្លែងកងបើកគឺតលាយហើយកៅអីអង្គុយក៏ងាយស្រួលអង្គុយដែរបងអត់ឈឺគូអត់ឈឺអីទេដោយសារវាទន់ណាចាហើយ tractor New Holland អត់ចោលទេបងគឺមានប្រព័ន្ធលីសអូម៉ាទិកដែលងាយស្រួលក្នុងការលើកដាក់អង្គអូតូតែម្ដងចាពិសេសជាងគេគឺកន្លែងហ្នឹងដែរណាបងហើយនេះកន្លែងខ្ញុំបង្ហាញហ្នឹងគឺកន្លែងដូចចង្កឹះលេខកន្លែងយើងជន់អំយ៉ាផ្ដាច់ដូចចង្កឹះលេខកន្លែងកអត្រាជាការស្រេចតែម្ដងហើយលេខ tractor របស់យើងគឺលេខ8មក8ក្រោយបងហើយបើយើងក៏លេខប្រមើកង់ tractor របស់យើងវិញម្ដងជាប្រភេទកង់តំណងខ្ពស់ឬក៏ហៅថាកង់កាប់បងចូលស្រែទឹកគឺជួបចាក់ដីបានល្អមែនតើនៅខាងក្រោយរបស់យើងគឺយើងលើកបានទម្ងន់បាន1តោន8ណាបងចាសម្រាប់50សេះរបស់យើងនេះហើយយើងមានបំពាក់ជាមួយនឹងប្រព័ន្ធ hydraulic ចំនួន4គ្រាប់ជូនពុកម៉ែបងប្អូនដោយ model ផ្សេងដែរបងចាមានប្រព័ន្ធភ្លើងអីចឹងទៅអញ្ចឹងបងដែលគាត់ប្រើប្រាស់ជាមួយនឹងឧបករណ៍ទំនើបអីចង់ដាក់ជាមួយនឹង tractor New Holland គឺងាយស្រួលអត់មានចាំបាច់ក្នុងការកែកុនអីទេដោយសារវាមានស្រាប់មកពីរោងចក្រតែម្ដងឥឡូវយើងបានមើលរូបរាងក៏ដូចជា spec របស់ tractor របស់យើងមួយចំនួនធំហើយបងដែលចង់មកមើលផ្ទាល់អាចមកមើលដល់ទីតាំងបានណាបងឥឡូវយើងទៅមើលការធ្វើការភ្ជួរក៏ដូចជាការរុញឈូសឆាយរបស់កម្លាំង50សេះរបស់យើងវិញម្ដងពេលដែលបងទិញជាមួយនឹង tractor New Holland កម្លាំង50សេះគឺមាន3ឧបករណ៍ភ្ជាប់ទៅជាមួយតែម្ដងចាគឺមានប៉ែលមុខផាភ្ជួរអង្គប់វាយដីហើយនឹង free កបាំងមុខជូនបងមួយឈុតតែម្ដងព្រឹកបញ្ជាក់ជូនបងសម្រាប់ tractor 50សេះរបស់យើងគឺទម្ងន់1តោន8បងណាអញ្ចឹងចូលស្រែទឹកស្រែគោកបានមកស្រឡាញ់អែមតែម្ដងហើយការភ្ជួរគឺមុតជ្រៅល្អដោយសារសិល្បៈរបស់យើងក៏សិល្បៈដែលមានកម្រាស់ក្រាស់ហើយធំដែរអញ្ចឹងជាអាចដីគឺបានល្អតែម្ដងទៅតាមតម្រូវការពុកម៉ែបងប្អូនហើយយើងអាចធ្វើការសេរីសរោទៅតាមស្ថានដីរបស់យើងចាក់ស្ដែងទៀតណាបងហើយពាក់ព័ន្ធជាមួយនឹងការរុញឈូសឆាយអីហ្នឹងក៏អែមដែរជាមួយនឹង50សេះរបស់យើងនេះបងហើយបងអាចមកតេស្តសាកខ្លួនឯងផ្ទាល់ហ្មងមិនដឹងចានេះគ្រាន់តែជាវីដេអូមួយចំនួនដែលក្រុមការងារបានរុញឈូសឆាយចាធ្វើជាវីដេអូជូនពុកម៉ែបងប្អូនដើម្បីមើលពីប្រសិទ្ធភាពក្នុងការធ្វើការរបស់វាជ្រុះតែប៉ុណ្្នឹងទេអ្វីដែលសំខាន់គឺបងបានមកមើលបានមកតេស្តមកសាកផ្ទាល់ខ្លួនឯងមិនដឹងថា tractor មួយហ្នឹងកម្លាំងប៉ុន្មានបងអាចទទួលយកបានដែរអត់ខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចរាល់ tractor របស់ New Holland សិតសឹងតែមានកម្លាំងបំរុងហើយនឹងប្រព័ន្ធសន្សំចៃប្រេងមកណាប្រព័ន្ធសន្សំចៃប្រេងកន្លែងនេះខ្ញុំចង់បានន័យថាមិនមែន tractor ថ្មីទៅវាស៊ីប្រេងតិចទេគឺវាមានប្រព័ន្ធសន្សំចៃប្រេងរបស់វាតែម្ដងចាសូម្បីតែលេខអង្គប់របស់វាណាបងចាក៏មាន2លេខឲ្យបងប្រើដែរគឺមាន 540E និង 540បងណា tractor នៅលើស្រុកខ្មែររបស់យើងពេលខ្លះក៏មានពេលខ្លះក៏អត់ដែរប៉ុន្តែ tractor New Holland គឺមានសម្រាប់ឲ្យបងបានប្រើតែម្ដងហើយពាក់ព័ន្ធជាមួយនឹងតម្លៃថ្លៃធ្នូបងគឺតម្លៃពិសេសតែម្ដងកម្លាំង50សេះបាន3ឧបករណ៍ភ្ជាប់ទៅជាមួយនឹងរបាំងការពារឈុតមុខជូនបងតម្លៃត្រឹមតែ20000ស្ដើងតែប៉ុណ្ណោះហើយបងថាតម្លៃ20000ជាងហើយខ្ញុំអត់ទាន់មានលទ្ធភាពគ្រប់គ្រាន់ទេធ្វើមិនទៅចាបងអាចធ្វើការបងរំលោះជាមួយនឹងខាងក្រុមហ៊ុនផ្ទាល់បានលក្ខខណ្ឌងាយតែម្ដងចាអត់ស្មុគស្មាញទេ